ao bản đồ dần mật cầm sọp trong ơi mất bàn lực làng nơi cho nó chỉ trán là bằng cọp là ạt nấy năng khâm phá dạng chia chớ chuôn ta đòi ong bị thi từng mù tại hạ bay đồ chỉ một chớ từ nam ngay phá ong bị cào viên dốt năng lớp công phu cầm thì cài ra tầm một nụ tờ mật đắng rứt vừa mật đắng cào viên dốtលើកំពស់កម្មវិធីអប់រំសម្រាប់ទាំងអស់គ្នាពិតជាមានសារៈសំខាន់តើពិតទេដែលអ្នកដឹកនាំសង្គមប្រកបដោយគុណភាពទាំងពីបច្ចុប្បន្ននិងបន្តទៅដល់អនាគតហ្វឹកហ្វឹងដែលទទួលបានការវិនិយោគនិងលើកកម្ពស់កម្មវិធីកាយរដ្ឋតាមមុខនោះអង្គវេទិកាជាទីមណ្ឌលចិត្តជាកិច្ចបន្តអនុញ្ញាតឲ្យរូបខ្ញុំបាទសូមគោរពទៅដល់គណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពសួស្តីមិត្តក្រុមស្របជាទីមណ្ឌលចិត្តខ្ញុំបាទឈ្មោះហ្វាំហាណារិតជាសមាជិកទី3មកក្រុមបដិសេធខ្ញុំធ្វើការនៅបកស្រាយនៅទាំងហៃកទី3ការវិនិយោគលើកម្ពុជាកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នាខ្លាចជាអ្នកដឹកនាំស្ថិតក្នុងបរិការនៃសកលភាវូបនីយកម្មនិងការប្រកួតប្រជែងទាំងក្នុងតំបន់និងសកលដែលមានការប្រែប្រួលសង្គមសេដ្ឋកិច្ចនយោបាយបរិស្ថានវប្បធម៌ឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានទាមទារមានការអភិវឌ្ឍគោលនយោបាយសិក្សាពេញមួយជីវិតដើម្បីឆ្លើយតបនិងបង្កើនការអភិវឌ្ឍធនធានចលករដែលមានសក្តានុពលធានទៅសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពចាប់តាំងពីមានការបោះឆ្នោតជាតិជាសកលនៅឆ្នាំ1993រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រមានដូចជាយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណនិងបន្តមកដល់យុទ្ធសាស្ត្របញ្ញកោណដែលផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្សជាកត្តាចម្បងដោយជ្រើសយកការវិនិយោគនិងលើកកម្ពស់កម្មវិធីអប់រំសម្រាប់ទាំងអស់គ្នាដោយរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលនៅផ្នែកបច្ចេកវិទ្យាទំនើបស្របតាមសង្គមជំនាញស៊ីវិល័យដោយបានជ្រើសយកការវិនិយោគលើកកម្ពស់កម្មវិធីកាយរដ្ឋតាមមុខសម្រាប់ឲ្យធនធានមនុស្សកម្ពុជាខ្លាយខ្លួនទៅជាអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនាពេលអនាគតតួយ៉ាងដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្នសម្ដេចមិនមែនជាសមាជិកភាពនៃចលនាកាយរដ្ឋកម្ពុជានោះទេតែសម្ដេចគឺជាអ្នកដឹកនាំប្រកបដោយគុណភាពដែលសង្គមជាតិត្រូវការនោះក៏ព្រោះតែសម្ដេចបានទទួលការអប់រំពេញលេញនិងបរិបូរបូករួមទាំងសមត្ថភាពផ្ដល់ឲ្យវិធមជាតិរបស់សម្ដេចទៅទៀតនោះទើបធ្វើឲ្យសម្ដេចខ្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានសក្តានុពលប្រកបដោយគុណភាពដែលប្រជាជាតិកម្ពុជាត្រូវការនៅពេលបច្ចុប្បន្ននិងបន្តទៅដល់អនាគតមិត្តក្រុមស្របបណ្ដោចិត្តខ្ញុំអើយប្រកាសណាស់ខ្ញុំជឿថាមិត្តចង់ខ្លាយទៅជាអ្នកដឹកនាំប្រកបដោយគុណភាពនាពេលអនាគតជាក់ជាមិនខានហេតុអ្វីចុះហេតុអ្វីបានជាមិត្តនៅតែជ្រើសយកការវិនិយោគលើកម្ពុជាកម្មវិធីកាយរដ្ឋមួយទៅវិញហើយបែរជាមើលរំលងការយកចិត្តដាក់និងវិនិយោគលើកម្ពុជាកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នាដែលជាស្នូលនៃការបណ្ដុះបណ្ដាលសមត្ថភាពរៀនសូត្រពីគ្រប់ជំនាញដោយរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលនៅផ្នែកបច្ចេកវិទ្យាទំនើបស្របតាមសង្គមជាតិលឿនស៊ីវិល័យប្រពជារួមមកសង្គមជាតិមួយដែលត្រូវការដឹកនាំដែលមានគុណភាពគឺជាសង្គមជាតិដែលបានយកចិត្តទុកដាក់និងវិនិយោគលើកម្ពុជាកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នាដោយរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលនៅផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍបាននូវមូលធននោះដែលជាដឹកនាំប្រកបដោយគុណភាពនាពេលបច្ចុប្បន្ននិងបន្តទៅដល់អនាគតជាចុងក្រោយតាំងនាមក្រុមបដិសេធនឹងខ្ញុំនៅតែយល់ឃើញថាការវិនិយោគលើកម្ពុជាកម្មវិធីកាយរដ្ឋតាមមុខគឺវាមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ខ្លាយខ្លួនទៅជាអ្នកដឹកនាំប្រកបដោយគុណភាពនាពេលអនាគតគឺត្រូវតែមានការវិនិយោគនិងយកចិត្តទុកដាក់បន្ថែមទៅលើការអប់រំដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍបានមូលធនមនុស្សដែលជាដឹកនាំប្រកបដោយគុណភាពនាពេលអនាគតហើយយើងខ្ញុំក៏សូមអនុមោទនាបុគ្គលគ្រប់រូបដែលជាធនធានចលករចូលជ្រើសយកការវិនិយោគលើកម្ពុជាកម្មវិធីអប់រំដោយរួមចូលទាំងការបណ្ដុះបណ្ដាលនៅផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យក្លាយទៅជាអ្នកដឹកនាំសង្គមប្រកបដែលសង្គមជាតិត្រូវការនាពេលអនាគតហើយយើងខ្ញុំនៅតែជឿជាក់ថាអ្នកដឹកនាំសង្គមប្រកបដោយគុណភាពទាំងពេលបច្ចុប្បន្ននិងបន្តទៅដល់អនាគតគឺមិនបានកាត់ចេញអំពីការវិនិយោគនិងលើកកម្ពស់កម្មវិធីកាយរដ្ឋតាមមុខនោះទេសូមគោរពអរគុណនិងសូមអរគុណ